វាស់សម្ពាធឈាមយើងតើយើងមានបញ្ហាអ្វីទេទាក់ទងនឹងសម្ពាធឈាមវាស់កម្ដៅយើងតើយើងមានគ្រុនក្ដៅអីខ្លះទេបាទសួស្តីជួបជាមួយនឹងខ្ញុំវេជ្ជបណ្ឌិតហងតារាបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីយកមកជម្រាបជូនដល់លោកអ្នកដែលឆ្លើយតបទៅនឹងក្តីបារម្ភរបស់បងប្អូនយើងមួយចំនួនដែលតាក់ទងសួរមកខ្ញុំពីរឿងការទៅបរិច្ចាគឈាមតើមានសុវត្ថិភាពដែរឬអត់បាទថ្ងៃនេះខ្ញុំនឹងស្រាយបំភ្លឺនៅចម្ងល់របស់លោកអ្នកនៅក្នុងកម្មវិធីរបស់យើងបាទការទៅបរិច្ចាគឈាមមិនផ្ដល់នៅផលវិបាកសម្រាប់អ្នកទៅបរិច្ចាគហៅថា donor នឹងទេពីព្រោះការទៅបរិច្ចាគឈាមរបស់យើងនេះគឺបានទៅរកទីតាំងនិងទីកន្លែងដែលមានសុវត្ថិភាពរួចស្រេចទៅហើយនៅទីនោះគឺមានគ្រូពេទ្យដែលមានជំនាញមានឧបករណ៍បរិក្ខារដែលមានសុវត្ថិភាពគ្រូពេទ្យដែលមានជំនាញនៅទីនោះស្វាគមន៍យើងហើយគ្រូពេទ្យនឹងបានត្រួតពិនិត្យសុខភាពយើងជាមុនសិនមានន័យថាយើងត្រូវថ្លឹងគីឡូប្រសិនបើគីឡូយើងលើសពី45គីឡូនោះមានន័យថាយើងអាចបរិច្ចាគឈាមបានហើយថ្លឹងគីឡូរួចហើយគ្រូពេទ្យនឹងចាប់ផ្ដើមវាស់សម្ពាធឈាមយើងតើយើងមានបញ្ហាអ្វីទេទាក់ទងនឹងសម្ពាធឈាមវាស់កម្ដៅយើងតើយើងមានគ្រុនក្ដៅអីខ្លះទេធ្វើតេស្តដើម្បីរកមើលគ្រុបឈាមរបស់យើងឬក៏មើល hemoglobin មានន័យថាកម្រិតអុកស៊ីហ្សែននៅក្នុងឈាមយើងហើយក៏ចាប់ផ្ដើមមើលទៅលើជីពចរនិងចង្វាក់បេះដូងរបស់យើងប្រសិនបើគ្រូពេទ្យប្រកាសថាយើងមានសុវត្ថិភាពក្នុងការបរិច្ចាគបាននោះគ្រូពេទ្យនឹងបរិច្ចាគឈាមយើងយកទៅប្រើប្រាស់បាទអញ្ចឹងនៅពេលដែលយើងបរិច្ចាគនេះគឺឧបករណ៍មួយចំនួនដែលគ្រូពេទ្យប្រើសុទ្ធតែឧបករណ៍ដែលមានភាពទំនើបនិងស្តង់ដារមិនមានមេរោគទេហៅថា sterile បាទអញ្ចឹងរបស់ទាំងអស់ទាំងមជុលទាំងសាក់ឈាមទាំងអីទាំងអស់បាទសុទ្ធតែ sterile អញ្ចឹងអត់មានមេរោគឆ្លងមកយើងទេបាទនេះគឺជាព័ត៌មានដែលលោកអ្នកអាចយកទៅពិចារណាហើយទៅបរិច្ចាគឈាមបានទី3អ្វីដែលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងទៅបរិច្ចាគឈាមនោះគឺបងប្អូនមួយចំនួនតែងតែបារម្ភថាប្រសិនបើយើងបរិច្ចាគឈាមទៅវាអស់ឈាមពីយើងអ្នកខ្លះថាកុំទៅវាអស់ឈាមហើយបាទអញ្ចឹងខ្ញុំពន្យល់បងប្អូនឲ្យយល់ថាគ្រាប់ឈាមក្រហមរបស់យើងដែលផលិតចេញមកពីខួរឆ្អឹងរបស់យើងនៅក្នុងខ្លួននេះបើយើងមិនបរិច្ចាគទេត្រឹមតែ120ថ្ងៃគ្រាប់ឈាមហ្នឹងវាក៏ខូចត្រឡប់ទៅវិញដោយស្លឹកឈើទុំជ្រុះអញ្ចឹងដែរពីព្រោះខ្លួនយើងផលិតមកថ្មីរហូតហើយគ្រាប់ឈាមចាស់ក៏ត្រឡប់ខូចទៅវិញចោលតាមលាមកនឹងទឹកនោមរបស់យើងជាធម្មតាដោយស្លឹកឈើអញ្ចឹងហើយការដែលយើងបរិច្ចាគឈាមនេះបរិមាណឈាមដែលគ្រូពេទ្យយកពីខ្លួនយើងមានត្រឹមតែ250មីលីលីត្រតែប៉ុណ្ណោះអត់បានកន្លះលីត្រទេអត់បាន500មីលីលីត្រទេមួយផ្លោកអញ្ចឹងខ្លួនយើងបាទមានឈាមរហូតដល់ទៅ6-7លីត្របាទឡើងទៅដូច្នេះបើយើងយក250 cc ឬ250មីលីលីត្រនេះវាបរិមាណតិចណាស់ដែលយើងយកចេញមកអត់អស់ទេអញ្ចឹងខ្លួនយើងនឹងស្ថាបនាឡើងវិញនៅបរិមាណជាតិទឹកដែលមាននៅក្នុងខ្លួនយើងត្រឹមតែរយៈពេល1ម៉ោងតែប៉ុណ្ណោះបាទជាតិទឹកដែលបាត់បង់ទៅតាមផ្លោកឈាមនេះវានឹងពេញមកវិញហើយយើងញ៉ាំទឹកញ៉ាំអីបាទហើយគ្រាប់ឈាមក្រហមរបស់យើងពី5ទៅ1សប្តាហ៍មានន័យ5ថ្ងៃទៅ1សប្តាហ៍គឺវាធ្វើឲ្យគ្រាប់ឈាមរបស់យើងពេញលេញដូចដើមឡើងវិញបាទហើយសម្រាប់អ្នកដែលមានបញ្ហាលើសជាតិដែកខ្ញុំលើកទឹកចិត្តឲ្យទៅបរិច្ចាគឈាមអ្នកដែលលើសជាតិដែកហៅថា ferritin ប្រសិនបើយើង ferritin យើងត្រូវញ៉ាំថ្នាំបញ្ចុះជាតិដែកអស់លុយច្រើនណាស់អញ្ចឹងប្រសិនបើយើងបរិច្ចាគឈាមវានឹងធ្វើឲ្យបរិមាណជាតិដែកឈ្មោះថា ferritin នេះវានឹងចុះពីខ្លួនយើងបានលឿនដែរល្អដែរអញ្ចឹងមានផលប្រយោជន៍ទៅវិញបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលមានក្តីបារម្ភកុំបារម្ភអីបាទអញ្ជើញទៅបរិច្ចាគឈាមនៅមជ្ឈមណ្ឌលទទួលបរិច្ចាគនេះនៅគ្រប់ទីកន្លែងដែលក្រសួងសុខាភិបាលប្រកាសក៏ដូចជារាជរដ្ឋាភិបាលបានជម្រាបជូនមកសាធារណជនដែរអត់អីទេបាទសុវត្ថិភាពទេហើយឈាមរបស់យើងនេះបាទនៅក្នុងខ្លួនយើងដូចខ្ញុំជម្រាបចឹងវាមានអាយុត្រឹមតែ120ថ្ងៃប៉ុន្តែប្រសិនបើយើងបូមយកទៅដាក់ក្នុងផ្លោកវាបាទហៅថាសាក់ហ្នឹងវានៅសល់តែអាចជុំវិញ30-40ថ្ងៃតែប៉ុណ្ណោះបាទមួយខែទៅមួយខែ15ថ្ងៃវានឹងខូចហើយអញ្ចឹងយើងត្រូវតែបរិច្ចាគរហូតអ្នកខ្លះមានចម្ងល់ថាហេតុអីបានបរិច្ចាគឈាមច្រើនដែរបាទបរិច្ចាគមិនដឹងយកទៅណាបាទតាមពិតបើយើងអត់ប្រើវានឹងហួសថ្ងៃកំណត់ប្រើបានត្រឹមតែ
40ថ្ងៃតែប៉ុណ្ណោះបាទខ្ញុំលើកទឹកចិត្តដល់បងប្អូនយើងអញ្ជើញទៅបរិច្ចាគឈាមគ្រប់គ្នាបាទដើម្បីបំពេញតម្រូវការរបស់អ្នករងគ្រោះរបស់យើងនៅតាមមន្ទីរពេទ្យឬក៏វីរយុទ្ធជនរបស់យើងបាទសូមអរគុណជួបគ្នានៅប្រធានបទក្រោយៗទៀត